What is PISA ដែលខាងក្រសួងអប់រំគាត់នឹងដាក់ចូលទៅក្នុងកម្មវិធីសិក្សារបស់យើងចាប់ពីឆ្នាំ2025នេះទៅអញ្ចឹង PISA ហ្នឹងគឺ stand for the Program for International Student Assessment ដែលបកប្រែជាភាសាខ្មែរមានន័យថាការវិតម្លៃសិស្សជាអន្តរជាតិហើយកម្មវិធីដែលវាស់ស្ទង់សមត្ថភាពសិស្សជាអន្តរជាតិនេះដែរគឺរៀបចំដោយអង្គការសម្រាប់បត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ចដែលហៅកាត់ OECDហើយចំពោះកម្មវិធីនឹងដែរគឺគេធ្វើជារៀងរាល់3ឆ្នាំម្ដងហើយកម្មវិធីនឹងគេធ្វើដើម្បីអីគឺដើម្បីវាស់ស្ទង់ពីសមត្ថភាពសិស្សហ្នឹងថាគាត់អាចយក skill ហើយនិង knowledge ដែលគាត់រៀនពីសាលាហ្នឹងទៅ practice នៅក្នុង real life យ៉ាងម៉េចមានន័យថាឧទាហរណ៍យើងរៀនតកតងនឹងគណិតតកតងនឹងវិទ្យាសាស្ត្រក៏ដូចជាមុខវិជ្ជាសង្គមផ្សេងៗហ្នឹងតែយើងអាចយកវាទៅអនុវត្ត apply នៅក្នុងជីវិតពិតរបស់យើងហ្នឹងបានមានប្រសិទ្ធភាពដល់កម្រិតណាហើយដើម្បីវាតម្លៃកម្រិតចំណេះដឹងនឹងដែរគឺគេធ្វើតេស្តទៅលើសិស្សដែលមានអាយុ15ឆ្នាំទៅលើមុខវិជ្ជាគោល3សំខាន់គឺមុខវិជ្ជាអំណាចហើយនិងគណិតហើយចុងក្រោយមួយទៀតគឺវិទ្យាសាស្ត្រហើយនៅក្នុងពេលខាងមុខនេះដែរគឺខាងក្រសួងអប់រំក៏បានចោះចេញជាផែនការថាគាត់នឹងរៀប plan ដើម្បី apply PISA ដែលជា program សម្រាប់វាតម្លៃសិស្សជាអន្តរជាតិនោះចូលទៅក្នុងកម្មវិធីសិក្សាហើយប៉ុន្តែខ្ញុំឃើញមានផ្នែកសារព័ត៌មានខ្លះគាត់បានផ្សាយថាក្រសួងអាចនឹងបញ្ចូលវាទៅក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិប៉ុន្តែបើសិនជាយើងចូលទៅមើល post របស់ភ័យក្រសួងអប់រំគាត់អត់បាននិយាយចឹងទេគាត់គ្រាន់តែថាគឺគាត់នឹងមានបញ្ចូលកម្មវិធីតេស្តហ្នឹងចូលទៅក្នុងកម្មវិធីសិក្សារបស់យើងអត់ដឹងថាចាប់ពីថ្នាក់ទីប៉ុន្មានទៅទេប៉ុន្តែផ្ដោតសំខាន់ទៅលើមុខវិជ្ជា3គឺអំណាចគណិតហើយនិងវិទ្យាសាស្ត្រអញ្ចឹងអត់ទាន់មានការបញ្ជាក់ណាច្បាស់លាស់ទេថាគេនឹងដាក់បញ្ចូលតេស្ត PISA នឹងចូលទៅក្នុងការប្រឡងទី12ក្នុងឆ្នាំ2025ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចរងចាំមើលសិនថាតើខាងក្រសួងអប់រំគាត់នឹងរៀបចំបែបម៉េចតទៀតដោយសារតែខ្ញុំបាន check មកដែរថាខាងក្រសួងអប់រំក៏បានប្រកាសក៏ដូចជា announce ថាគាត់នឹងបញ្ចូលអត់គឺអត់មានបញ្ចូលទៅក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិថ្នាក់ទី12ហ្នឹងទេអញ្ចឹងយើងនឹងចាំមើលទាំងអស់គ្នាថាតើរឿងនោះវានឹងវិវត្តទៅជាបែបម៉េចទៀតដោយសារតែពេលហ្នឹងគឺគាត់ទំរៀបចំផែនការដើម្បីដាក់បញ្ចូល test PISA ហ្នឹងចូលទៅក្នុងប្រព័ន្ធអប់រំរបស់យើងហើយក្នុងគោលដៅដើម្បីជួយលើកកម្ពស់ប្រព័ន្ធអប់រំក៏ដូចជាការសិក្សានៅក្នុងប្រទេសយើងឲ្យកាន់តែបានល្អប្រសើរជាងមុនអញ្ចឹងក្នុងវីដេអូហ្នឹងខ្ញុំមកប្រាប់អ្នកគ្នាតែប៉ុណ្្នឹងទេបាយ